វិធីបុណ្យអាសាហបូជាឬក៏ពិធីបុណ្យចូលវស្សាយើងតែងតែធ្វើមិនដែលដាច់ទេអញ្ចឹងក្រសួងធម្មការសាសនាបានធ្វើសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យចូលព្រះវស្សានិងបុណ្យអាសាហបូជាបុណ្យចូលព្រះវស្សាឬក៏បុណ្យចូលព្រះវស្សានិងបុណ្យអាសាហបូជាគឺជាបុណ្យដ៏សំខាន់នៃពុទ្ធសាសនាបុណ្យចូលព្រះវស្សាគឺជាបុណ្យមួយដែលមានក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឲ្យភិក្ខុសង្ឃគង់ចាំព្រះវស្សារយៈពេល3ខែក្នុងរដូវព្រះវស្សាហើយព្រះបរមគ្រូជាម្ចាស់ដែលយើងទ្រង់បានបញ្ញត្តិឲ្យភិក្ខុសង្ឃគង់ចាំព្រះវស្សានិងព្រោះមានមូលហេតុសំខាន់ពីរយ៉ាងគឺមួយភិក្ខុទាំងឡាយណាត្រូវចោលទៅកាន់ទីកន្លែងផ្សេងមានគោខ្លះមិនគោខ្លះមាននិមន្តជន់លើពុទ្ធគៀមពេជ្ជគៀមនិងធនជាតិផ្សេងជាហេតុនាំឲ្យមានការរិះគន់តេះដៀលនិងពោលទោសដល់ភិក្ខុសង្ឃទី2ភិក្ខុសង្ឃមានបំណងអនុគ្រោះដល់ព្រះពុទ្ធជាម្ចាស់លោកមានបំណងអនុគ្រោះដល់ភិក្ខុសង្ឃក្នុងសាសនានេះកុំឲ្យលំបាកក្នុងការធ្វើដំណើរនៅរដូវវស្សាដែលមានភ្លៀងជោគជាំការចូលព្រះវស្សាមាន2យ៉ាងគឺបរិមិកវស្សាការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ1រោចខែអាសាឍឆ្នាំណាបើសិនតែឆ្នាំណាមានលើកខែហៅថាអាសាត្រួតណាអាសាឍ2ដងត្រូវចូលវស្សានៅថ្ងៃ1រោចខែទុតិយាសាទបើនៅតែខែអាសាឍទី2ដល់គ្រប់មួយត្រៃមាស3ខែទើបចេញព្រះវស្សានៅថ្ងៃ15កើតខែអសុចទី2បច្ឆិមិកវស្សាការចូលវស្សាលើកចុងក្រោយគឺមិននៅតែថ្ងៃចូលក្រោយលើកដំបូង1ខែចូលទៅបាន1ខែណាចាប់ពីថ្ងៃ100ខែស្រាប់ដល់ថ្ងៃ15កើតខែកដឹកទើបត្រូវចេញព្រះវស្សាអញ្ចឹងការចូលវស្សាលើកក្រោយនេះពុទ្ធទ្រង់អនុញ្ញាតឲ្យដល់ភិក្ខុសង្ឃមានកិច្ចរវល់ដោយប្រការណាមួយតែពុំអាចចូលវស្សាទី1បានឲ្យអាចចូលក្នុងវស្សាទី2បានហ្នឹងតើតើនឹងបុណ្យចូលវស្សាហើយពាក្យតងនឹងបុណ្យអាសាហបូជាពិធីបុណ្យអាសាហបូជាគឺជាអភិលក្ខិតសម័យមួយដែលព្រះពុទ្ធសាសនាបានប្រារព្ធធ្វើឡើងថ្ងៃ15កើតខែអាសាឍនៃជារៀងរាល់ឆ្នាំគឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់មានធំមាន5ទី1គឺជាថ្ងៃដែលព្រះបរមពុទ្ធសាសនាទ្រង់ចុះចាប់បដិសន្ធិទី2ថ្ងៃដែលព្រះបរមពុទ្ធសាសនាទ្រង់ចេញសាងអភិនិស្សក្រមចេញសាងភ្នោះទី3ថ្ងៃដែលព្រះបរមគ្រូជាម្ចាស់ដែលយើងទ្រង់សម្ដែងនៅធម្មចក្រវត្តនសូត្រទី4ថ្ងៃដែលពុទ្ធជាម្ចាស់ទ្រង់ស្ថាបនាព្រះសង្ឃទី5ថ្ងៃដែលពុទ្ធទ្រង់សម្ដែងនៅយមកបដហាចឹងសម្រាប់បុណ្យអាសាហបូជានេះគឺជាឆ្នាំនេះគឺប្រព្រឹត្តទៅថ្ងៃពុទ្ធ15កើតខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវថ្ងៃទី29ខែកក្កដាឆ្នាំ2026ហើយសម្រាប់បុណ្យចូលព្រះវស្សាឆ្នាំនេះគឺប្រព្រឹត្តទៅនៅថ្ងៃពហុ100ខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវថ្ងៃទី30ខែកក្កដាឆ្នាំ2026សម្រាប់ឆ្នាំនេះចឹងដើម្បីសេចក្តីណែនាំរបស់ក្រសួងគឺថាដើម្បីឲ្យពិធីបុណ្យចូលឆ្នាំព្រះវស្សានិងបុណ្យអាសាហបូជាឆ្នាំនេះមានភាពឧឡារិកក្រសួងធម្មការសាសនាសូមធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនាគ្រប់រាជធានីខេត្តដោយខាងក្រោមទី1ត្រូវសហការជាមួយសាលាគុណរាជធានីខេត្តនិងគ្រឹះស្ថានអប់រំដើម្បីធ្វើការផ្សព្វផ្សាយនិងខ្លឹមសារស្ដីពីការបុណ្យចូលព្រះវស្សានិងបុណ្យអាសាហបូជាដល់ពុទ្ធបរិស័ទនិងយុវជនគ្រប់មជ្ឈដ្ឋានឲ្យបានយល់ជ្រាបជ្រាបអំពីអត្ថន័យនៃពិធីបុណ្យចូលព្រះវស្សានិងបុណ្យអាសាហបូជាទី2ត្រូវរៀបចំឲ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យចូលព្រះ
ព្រះវស្សានិងអាសាឡបូជាឲ្យបានមហាឡារិកស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិនិងព្រះពុទ្ធសាសនាសម្រាប់នៅតាមបណ្ដារាជធានីខេត្តនីមួយៗត្រូវទៅរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធធ្វើពិធីបុណ្យចូលព្រះវស្សានិងអាសាឡបូជាជាផ្លូវការទី3ត្រូវសហការជាមួយព្រះមេគុណអនុគុណណែនាំដល់ប្រជាតការអាចារ្យកម្មការក្រុមវត្តមណ្ឌលវិបស្សនាធរៈនិងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លាព្រះវិហារកុដិឧបដ្ឋានសាលានិងកន្លែងគោរពសក្ការៈបូជាព្រមទាំងតុបតែងលម្អផ្កាភ្ញីបំភ្លឺភ្លើងចងបដាដែលមានរូបភាពសម្ដែងពីធម្មចក្រវឌ្ឍនសូត្រទ្រង់សម្ដែងយមកបដិហានិងចងទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្រព្រមទាំងបដាពាក្យស្លោកផ្សេងៗរៀបចំឲ្យមានពិធីចម្រើនព្រះបរិត្តសម្ដែងធម្មទេសនានិងដឹកនាំពុទ្ធបរិស័ទធ្វើសមាធិកម្មដ្ឋានទី4សហការជាមួយអាជ្ញាធរដែនដីគ្រប់ដំណាក់ថ្នាក់ការពារសុវត្ថិភាពក្នុងពិធីបុណ្យនិងបំផុសសប្បុរសជនពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារក្សាឲ្យបាននៅប្រពៃណីដ៏ផូរផង់របស់ព្រះពុទ្ធសាសនានិងអនុលោមតាមទូលអនុមោទនាយកមគ្គផលកុសលផលបុណ្យនៅរៀងៗខ្លួនទី5សូមពុទ្ធបរិស័ទចូលរួមឧបត្ថម្ភគាំទ្រភិក្ខុសង្ឃតាមដាវត្តអារាមក្នុងរដូវចូលវស្សានិងព្រះសង្ឃដើម្បីប្រតិបត្តិធម៌អាវិន័យនិងគុំចាំរក្សាឲ្យបានគ្រប់3ខែដោយបរិបូរណ៍សេចក្តីទទួលបានសេចក្តីណែនាំនេះលោកប្រធានមន្ត្រីធម្មការសាសនាខេត្តនិងគ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តឲ្យមានសិទ្ធិភាពខ្ពស់ចាប់ថ្ងៃចុះហត្ថលេខាទៅគឺថ្ងៃសុក្រ400ខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវរាជធានីភ្នំពេញថ្ងៃទី3ខែកក្កដាឆ្នាំ2026ហត្ថលេខានុត្រារដ្ឋមន្ត្រីហត្ថលេខានុត្រាចៃវរិនចឹងសេចក្តីណែនាំនេះគឺបានចេញណែនាំតាមដារាជធានីខេត្តដើម្បីយកទៅអនុវត្តផ្សព្វផ្សាយសេចក្តីណែនាំនេះដូច្នេះមន្ត្រីធម្មការសាសនាក៏បានចេញសេចក្តីណែនាំយកសេចក្តីណែនាំនេះក៏បានចេញជាសេចក្តីណែនាំនៅលិខិតលេខ10ឆ្នាំ26ផងដែរដើម្បីណែនាំបញ្ជាក់ពីស្ថានភាពជាក់ស្ដែងនៅក្នុងខេត្តបាត់ដំបងរបស់យើងចឹងសូមពុទ្ធបរិស័ទទាំងអស់ដែលមានសេចក្តីជ្រះថ្លាក្នុងការបំពេញកិច្ចការងារជាកុសលនិងគ្រប់គ្រងចំពោះផ្នែកពុទ្ធសាសនាហើយយើងអាចចូលរួមបានតាមលទ្ធភាពរបស់យើង